អ្នកធ្លាប់ញ៉ាំបុកល្ហុងនៅក្តាន2ណាបាត់មុខគាត់រាប់ឆ្នាំហើយតាមពិតម្លាក់ខ្លួននៅខេត្តបាត់ដំបងនេះសោះគាត់មកលក់នៅស្រុកកណ្ដាលគាត់វិញណាជាង10ឆ្នាំពីមុនគាត់លក់នៅក្តាន2នៅភ្នំពេញយើងទេគាត់ថាលក់ដាច់ខ្លាំងប៉ុន្តែមកដល់បាត់ដំបងនេះគាត់ថាលំល្មមទេមួយថ្ងៃ40 50គីឡូល្ហុងអីចឹងណាសាមញ្ញមែនរបស់គាត់ប៉ុន្តែនៅបាត់ដំបងនេះគាត់មិនមែនលក់ត្រឹមតែបុកល្ហុងទេដូចពុកម៉ែបងប្អូនទាំងអស់គ្នាបានឃើញចឹងមានគោឡើងភ្នំអីចឹងទៅចង់សង្វាក់អាំងមាននំបញ្ចុកលាយគ្នាអីចឹងទៅឬក៏ចង់ជាលក្ខណៈគេហៅថាគ្រឿងសមុទ្រអាំងអីហ្នឹងក៏គាត់មានដែរសម្បូរណាស់ហើយបើនិយាយពីបុកល្ហុងរបស់គាត់វិញគឺឲ្យមេដៃហើយដាក់ម្ទេសរៀងហិលអីនេះគឺត្រូវជាតិគ្នាមែនតើហើយសម្រាប់អ្នកដែលចូលចិត្តញ៉ាំរបស់ហិលដូចពួកខ្ញុំអីនេះណាខ្ញុំណែនាំមែនតើឲ្យអ្នកទាំងអស់គ្នាប្រើប្រាស់ជាមួយនឹង PE Max Premium ងាយស្រួលញ៉ាំរសជាតិប្រហើរហើយ sugar free ទៀតអញ្ចឹងអ្នកអត់ញ៉ាំស្ករអីគឺត្រូវម៉ាច់តែម្ដងសម្រាប់ PE Max Premium កញ្ចប់ក្រហមនេះងាយស្រួលរកទិញមែនតើនៅតាមបណ្ដាសុទ្ធស្ថាននានាព្រោះវាជាថ្នាំកាពះដែលយើងអាចញ៉ាំបានទូទៅហើយស័ក្តិសមបំផុតសម្រាប់អ្នកដែលចូលចិត្តញ៉ាំហិលផឹកច្រើនដាច់យប់ចូលគេងយប់អីនេះដាក់មកកញ្ចប់ទៅកុំឲ្យវាកាពះយើងនឹងវាកុហលកាហាយភើជូរអីជាដើមអញ្ចឹងណាអញ្ចឹងកុំភ្លេចទិញ PE Max Premium កញ្ចប់ក្រហមដាក់តាមខ្លួនពេលដែលយើងធ្វើដំណើរកម្សាន្តអីផ្សេងហើយសម្រាប់ហាងកន្លែងបុកល្ហុងរបស់គាត់នេះគឺមានឈ្មោះថាអ៊ីជាតិបុកល្ហុងទល់មុខជាមួយនឹងវត្តចាស់នៅខាងបាត់ដំបងពុកម៉ែបងប្អូនទាំងអស់គ្នាដែលធ្លាប់តែញ៉ាំកន្លែងគាត់ប្រកាសជាដឹងតាំងពីរសជាតិតាំងពីអីអញ្ចឹងណាអ្វីដែលខ្ញុំចាប់អារម្មណ៍ខ្លាំងគាត់ថាពីមុនអាគ្រឿងផ្សំមួយចំនួនអីអញ្ចឹងទៅគាត់យកមកពីខាងប្រទេសសៀមអីអញ្ចឹងទៅដោយសារដោយអាទឹកប្រហុកទឹកអីហ្នឹងពីមុនគាត់ថារបស់គេវារៀងថោកដែរអញ្ចឹងទៅហើយយើងខ្ជិលពិបាកធ្វើយូរធ្វើអីចំណាយពេលច្រើននាំហត់អីអញ្ចឹងណាគាត់ទិញរបស់ចោលហ្នឹងយកមកប្រើប្រាស់ទៅប៉ុន្តែឥឡូវនេះអត់ទេគាត់ថារបស់សៀមអីហ្នឹងគឺរបស់ថោកណាស់អញ្ចឹងគាត់អត់ប្រើប្រាស់ទៀតទេសុកចិត្តចំណាយពេលធ្វើខ្លួនឯងទឹកប្រហុកទឹកអីនេះហើយគាត់ថាបុកល្ហុងនេះគឺរសជាតិរបស់ខ្មែរសុទ្ធសាធ 100%គ្រឿងរបស់យើងឯហ្នឹងគឺសុទ្ធតែរបស់ខ្មែរដូចតាំងពីកាពិតាំងពីទឹកប្រហុកអីហ្នឹងគឺរបស់យើងតាមិនមែនរបស់អ្នកអតីអីទេហើយបុកល្ហុងរបស់គាត់តម្លៃចាប់ពី6000រៀលឡើងទៅទេពុកម៉ែបងប្អូនចង់បានអាគ្រប់មុខអីចឹងទៅគឺតម្លៃទៅតាមនឹងអីអញ្ចឹងណាគាត់មានច្រើនជំរើសច្រើនអីឲ្យយើងរើសណាស់ចង់បានសង្វាក់ក៏មានចង់បានជាស្គូឡើងភ្នំអីចេះក៏មានដែរហើយគ្រឿងរបស់គាត់គឺគាត់ធ្វើខ្លួនឯងទាំងអស់ហើយគាត់ថាគាត់សប្បាយចិត្តពីមុនគាត់ទៅលក់នៅភ្នំពេញមែនលក់បានច្រើនមែនប៉ុន្តែគាត់រៀងឆ្ងាយពីស្រុកកំណើតរបស់គាត់អីចឹងទៅប៉ុន្តែឥឡូវនេះគឺគាត់អាចមករកស៊ីនៅស្រុកកំណើតខ្លួនឯងបានតាំងពីបរិយខ្លួនពីបុកល្ហុងតាមអាទេសឥឡូវអាចមានរៀបចំមកនិយាយទៅដូចហាងមួយអញ្ចឹងណាទោះវាមិនធំខ្លាំងមិនអីខ្លាំងប៉ុន្តែការរៀបចំរបស់គាត់បែបប៉ុណ្ណេះខ្ញុំអាចនិយាយបានថាគឺជាផ្នែកមួយជួយលើកស្ទួយតាំងវិស័យទេសចរទៀតព្រោះអីពេលដែលយើងទៅដើរលេងនៅក្នុងខេត្តបាត់ដំបងពេលខ្លះពិបាកអត់ដឹងចង់ញ៉ាំអីចឹងណាតែបើនឹកឃើញពីរឿងបុកល្ហុងអ៊ីជាតិនេះមួយគឺនៅហ្នឹងគឺមានសពគ្រប់នៅកន្លែងរបស់គាត់មិនថាគ្រឿងសមុទ្រអាំងមិនថាជាបាយឆាបាយអីក៏គាត់មានដែរកម្មាកាផ្លេតែម្ដងអញ្ចឹងសម្រាប់អ្នកដែលទៅលេងនៅខេត្តបាត់ដំបងកុំភ្លេចចូលញ៉ាំបុកល្ហុងអ៊ីជាតិទល់មុខជាមួយនឹងវត្តចាស់ហើយព័ត៌មានលម្អិតបន្ថែមទាំង location ហ្នឹងខ្ញុំនឹងតម្លែងជូននៅក្នុង comment វីដេអូខាងក្រោមហើយវីដេអូខ្ញុំមានតែប៉ុណ្្នឹងទេអរគុណអ្នកទាំងអស់គ្នាដែលបានតាមដានវីដេអូមួយនេះចាំជួបគ្នានៅវីដេអូក្រោយទៀត